រวบរวมប្រជាធិបតេយ្យនឹងរស់ឡើងវិញស្មារតីនៃការរួបរวมបានមកជំនួសភាពអស់សង្ឃឹមនៅពេលដែលខ្មែរនៅក្រៅប្រទេសបានរួបរวมគ្នាជាធ្លុងមួយចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានបង្កើតឲ្យមានវេទិកាសេរីជូនដល់ប្រជាពលរដ្ឋដែលមិនហ៊ានបញ្ចេញមតិមិនហ៊ានបញ្ចេញសម្លេងដោយសារការភ័យខ្លាចតែតាមរយៈកម្មវិធីរំដោះសម្លេងយើងស្ត្រីនិងយុវជនត្រូវបានផ្ដល់ឱកាសនិងលើកទឹកចិត្តឲ្យចូលរួមក្នុងការជជែកដេញដោលជាសាធារណៈក្នុងរយៈពេលដ៏ខ្លីចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានពង្រឹងសមត្ថភាពជូនដល់ខ្មែរនៅក្រៅប្រទេសដើម្បីនាំយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅជូនប្រទេសហត្ថលេខីដោះស្រាយសម្រាប់ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងដោយស្មារតីទទួលខុសត្រូវចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានបង្កើតបណ្ឌិតសភាកែមលីដើម្បីសេរីភាពក្នុងគោលដៅលើកស្ទួយថែរក្សានិងផ្ដល់តម្លៃដ៏ខ្ពស់រំលឹកដល់វីរភាពលោកបណ្ឌិតកែមលីកម្មវិធីសិក្សានៃបណ្ឌិតសភាកែមលីដើម្បីសេរីភាពផ្ដោតលើជំនាញភាពជាអ្នកដឹកនាំហើយបង្រួបយុវជនខ្មែរនៅក្រៅប្រទេសឲ្យឈានទៅមុខក្នុងគោលបំណងការពារប្រជាធិបតេយ្យតាមបណ្ដាំរបស់លោកបណ្ឌិតកែមលីលើសពីនេះទៅទៀតកម្មវិធីសិក្សានេះបានជួយបណ្ដុះស្មារតីស្នេហាជាតិនិងអត្តសញ្ញាណជាតិខ្មែរយុវជនខ្មែរដែលទទួលនៅវគ្គបណ្ដុះបណ្ដាលមកពីគ្រប់មជ្ឈដ្ឋាននៅក្នុងនោះមានទាំងពលករចំណាក់ស្រុកនិស្សិតនិងយុវជនជាជនភៀសខ្លួនផងដែរលើពីជំនាញជាអ្នកដឹកនាំយុវជនកែមលីទទួលបាននៅវគ្គបណ្ដុះបណ្ដាលដោយអ្នកជំនាញពិសេសនៅក្នុងផ្នែកយុត្តិធម៌សង្គមកិច្ចការបរទេសបរិស្ថានបញ្ហាព្រំដែននិងលទ្ធិប្រជាធិបតេយ្យយុវជនកែមលីរក្សានិងលើកតម្កើងកេរ្តិ៍ឈ្មោះលោកបណ្ឌិតកែមលីជារៀងរហូតតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាម CLV-DTA ជាកិច្ចព្រមព្រៀងដែលបានកើតឡើងតាំងពីឆ្នាំ2004បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានការខឹងសម្បារយ៉ាងខ្លាំងការតវ៉ាដោយសន្តិវិធីរបស់ខ្មែរនៅក្រៅប្រទេសបាននាំឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់នូវការចូលរួមរបស់ខ្លួននៅក្នុងគម្រោង CLV-DTA នេះបង្ហាញនូវលទ្ធផលដ៏ធំធេងចេញពីការបង្រួបបង្រួមនិងការឯកភាពនៃពលរដ្ឋខ្មែរនៅក្រៅប្រទេសយើងបានរៀបចំនិងបញ្ចេញមតិនៅក្នុងសមាជពលរដ្ឋខ្មែរដែលជាព្រឹត្តិការណ៍ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាមមតិនិងយោបល់នៃអង្គសមាជដែលបានរៀបចំនៅទូទាំងពិភពលោកបានបញ្ជាក់ឲ្យឃើញច្បាស់ថាពលរដ្ឋខ្មែរទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញយកកោះគុជទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនិងលុបចោលអនុសារណៈដែលបានចុះហត្ថលេខារវាងកម្ពុជានិងថៃកាលពីឆ្នាំ2001ចលនាខ្មែរដើម្បីប្រជាធិបតេយ្យរួមជាមួយសម្លេងខ្មែរនៅក្រៅប្រទេសមិនអនុញ្ញាតនិងមិនបណ្តាលឲ្យជនភៀសខ្លួនត្រូវរស់ក្នុងភាពផិតភ័យហើយនៅក្នុងភាពស្ងៀមស្ងាត់ឡើយយើងតែងតែធ្វើរបាយការណ៍និងរំលឹកដល់អ្នកធ្វើគោលនយោបាយអន្តរជាតិអំពីករណីដែលកំពុងបន្តនៃការគាបសង្កត់ឆ្លងដែនដែលប្រព្រឹត្តឡើងនៅជុំវិញពិភពលោកដោយរបបក្រុងភ្នំពេញនៅខែតុលាកន្លងមកនេះយើងបានចូលរួមក្នុងការពិនិត្យឡើងវិញនៅស្ថានភាពសិទ្ធិមនុស្សនៃប្រទេសកម្ពុជាដោយចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានបង្កើតឲ្យមានវេទិកាជូនទៅដល់ពលរដ្ឋដែលជាជនរងគ្រោះផ្ដល់យោបល់ផ្ដល់សម្លេងទៅអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពលរដ្ឋនៅក្រៅប្រទេសបញ្ចេញមតិជាឯកច្ឆន្ទឲ្យបន្តធ្វើយុទ្ធនាការដោះលែងអ្នកទោសមនសិការជាបន្ទាន់និងដោយឥតលក្ខខណ្ឌយើងទាមទារឲ្យមានចម្លើយចំពោះការសម្លាប់សមាជិកសភានៃគណៈបក្សសង្គ្រោះជាតិគឺលោកលឹមកំយ៉ាយើងត្រូវតែបញ្ចប់នីតិរដ្ឋភាពនៅប្រទេសកម្ពុជាចលនាខ្មែរដើម្បីប្រជាធិបតេយ្យចង់បញ្ជាក់ទៅប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាឲ្យយល់ថាយើងមិនបំភ្លេចការតស៊ូដើម្បីប្រជាធិបតេយ្យឡើយការងារយើងមិនចប់ត្រឹមនេះទេយើងនឹងបន្តតស៊ូមតិនិងបញ្ចុះបញ្ចោសហគមន៍អន្តរជាតិឲ្យមានវិធានការជាក់លាក់ក្នុងការការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាការចាំបាច់ណាស់ដែលយើងត្រូវបន្តកសាងសមត្ថភាពស្ត្រីនិងយុវជនយើងឲ្យក្លាយជាអ្នកដឹកនាំឲ្យមានភាពក្លាហានដើម្បីកម្ពុជាមួយ
មួយដែលមានលទ្ធិប្រជាធិបតេយ្យនិងសេរីភាពពិតប្រាកដនៅក្នុងពេលអនាគតដ៏ខ្លីឆន្ទៈនៃការរួបរวมសកម្មភាពដ៏រស់រវើកនៃពលរដ្ឋខ្មែរក្នុងប្រទេសនិងក្រៅប្រទេសជាចលករដ៏មានសារៈសំខាន់ក្នុងការកំណត់ជំហាននិងល្បឿននៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យឆ្ពោះទៅរកការកសាងកម្ពុជាមួយដែលឈរលើសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យនិងសន្តិភាពពិតប្រាកដដើម្បីពលរដ្ឋខ្មែរគ្រប់រូប